ចាថ្ងៃនេះយើងមកមន្ទីរពេទ្យដើម្បីមកស្ដាប់គេ presentation អំពីបន្ទប់កើត baby ហើយនឹងក្រោយពីកើត baby ហើយគេមានសេវាកម្មអីខ្លះផ្ដល់មកឲ្យម្ដាយដែលទើបតែមាន baby ថ្ងៃនេះយើងមកពេទ្យដើម្បីសុំព័ត៌មានថាបន្ទប់សម្រាលនោះបែបណាអញ្ចឹងណាយើងត្រូវរកពេទ្យប្រហែលជា 2-3 កន្លែងខុសៗគ្នាក្នុងករណីចៃដន្យថាពេទ្យហ្នឹងមានអ្នកកើតកូនច្រើនឬក៏ទទួលអ្នកជំងឺអត់បានអីចឹងយើងអាចទៅពេទ្យផ្សេងបានអញ្ចឹងហើយយើងត្រូវយកព័ត៌មានជាមុនសិនហើយសួរព័ត៌មានថាបន្ទប់ហ្នឹងមិនអីចឹងទៅក្រោយសម្រាប់បែបណាតម្លៃមិនអីមិនចឹងណាយើងត្រូវជ្រើសរើសពេទ្យប្រហែលជា2 ទៅ 3 option ដើម្បីត្រៀមសម្រាលចឹងយើងត្រូវមើលថាតើមន្ទីរពេទ្យគេនឹងមានអ្វីផ្ដល់ឲ្យយើងខ្លះសេវាកម្មមានអីគេខ្លះចឹងពេទ្យនៅស្រុកអាឡឺម៉ង់នេះភាគច្រើនគឺយើងមកពេទ្យឯកជនហើយនេះគឺជាពេទ្យឯកជនគេទេដោយការប្រើជាបានធានារ៉ាប់រងចឹងទៅនេះគឺជាការធ្វើបទបង្ហាញរបស់គេគឺគេមានជួយបង្វិលក្បាលកូនឬសិនជាកូនយើងអត់បង្វិលក្បាលចុះណាមានជាការជួយម៉ាស្សាហើយក្នុងការសម្រាលគឺមានច្រើនជម្រើសយើងសម្រាលដោយការប្រើថ្នាំសម្រាប់ឲ្យគ្រូពេទ្យសម្រាប់ឲ្យការអង្គុយនៅក្នុងអាងទឹកឬក៏ការសម្រាលដោយប្រើថ្នាំអីផ្សេងទៀតចឹងទៅក្នុងការធ្វើបទបង្ហាញគេក៏បានបង្ហាញដែរថាតើស្ត្រីមុនសម្រាលនោះមានអាការៈបែបណាដែលត្រូវមកពេទ្យចឹងណាហើយខាងមន្ទីរពេទ្យគេ provide អ្វីខ្លះដល់អ្នកម្ដាយបន្ទាប់ពីធ្វើបទបង្ហាញហើយគេក៏នាំយើងទៅមើលបន្ទប់សម្រាលផងដែរប៉ុន្តែអត់បានមើលបន្ទប់ក្រោយសម្រាលទេព្រោះថាបន្ទប់ក្រោយសម្រាលនោះដូចជាមានអ្នកជំងឺនៅពេញអស់អញ្ចឹងណាគេអាចបើកបន្ទប់ឲ្យមើលបានសម្រាប់មន្ទីរពេទ្យមួយនេះអ្វីដែលប្លែកនោះគឺបន្ទប់សម្រាលអត់មានម៉ាស៊ីនត្រជាក់ទេហើយក្នុងបន្ទប់សម្រាលរបស់គេនេះគឺគេធ្វើយ៉ាងណាឌីក័របែបណាឲ្យវាមើលទៅ feel comfortable ហ្មងដូចថាយើងនៅក្នុងផ្ទះខ្លួនយើងតែម្ដង